បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបាទបង្ហាញពីការដាក់កូនចំណីកូនក្អុកបាទនេះគឺយប់ហើយបងប្អូនបាទថតប្រហែលជាមើលបងប្អូនមើលមិនឃើញទេតែខ្ញុំចង់ឲ្យបងប្អូនមើលកូនក្អុកពេលយប់បាទនេះស្មោហ្នឹងគឺសុទ្ធតែកូនក្អុកហើយយ៉ាងនេះគឺខ្ញុំបង្កាត់55គូដែរបាទហើយនេះកូនក្អុកយើងអាយុ18ថ្ងៃហើយបាទឡើងទុំហើយបងប្អូនដាច់កតុយខ្លះហើយអានេះ20ថ្ងៃទៀតអាច20ថ្ងៃទៀតដើមខែ5បាទដើមខែ5អាចចាប់លក់ជូនបងប្អូនបានហើយបាទនេះពីរត្រង់នេះប្រហែលចូល5000កូនបងប្អូនបាទហើយជាបងប្អូនមើលមិនឃើញទេបងប្អូនដោយសារខ្ញុំថតយប់ហើយម៉ោង6កន្លះយប់ហើយបាទនេះកូនក្អុកអានេះគឺយើងប្រកាសបាទប្រកាសអានេះត្រង់នេះ30គូបាទត្រង់នេះចំនួន30គូបាទនៅត្រង់មួយទៀតបងប្អូនបាទនេះត្រង់កូនក្អុកដែរនេះត្រង់កូនក្អុកដំបងដែលខ្ញុំថតចែកជូនបងប្អូនមើលគឺបងប្អូនមើលទៅឃើញកូនក្អុកច្រើនបាទនេះតែកូនក្អុកបាទនេះគឺវាមកស៊ីចំណីខ្ញុំដាក់ចំណីស៊ីបាទនេះបាទតែកូនក្អុកច្រើនបងប្អូនបាទអានេះកូនកែបធំបងប្អូនបាទនេះចាប់ជូនមួយស្អែកបាទចាប់ជូនមួយស្អែកចំនួន500បាទនេះកូនកែបនេះកូនក្អុកដែរបងប្អូននេះទឹកទៅយុបានដូចជាមួយអាទិត្យទេប្រប៉ិនចកះហើយអានេះអាងនេះតណែខ្ញុំត្រាំទុកចោលទេហើយនេះខ្ញុំប្រកាសចំនួន25គូបាទនេះដោយសារអាងទូចទេ2x3 2x3 បងប្អូនបាទ3x5 បាទអានេះទូចគឺអោបគ្នា3គូហើយទឹកពេញហើយបងប្អូនបាទបាទថ្ងៃនេះបងប្អូនថតចេញវីដេអូយប់បាទឧស្សាហ៍ទៅតែតំណែងអញ្ចឹងក៏ចេញវីដេអូថតវីដេអូចែកជូនបងប្អូនមើលពេលយប់ទៅហើយនេះចំណីយើងបាទចំណីយើងក្របម៉ាលីបងប្អូនមានចង្អល់ទៅក្នុងការចិញ្ចឹមកាប់អីបងប្អូនអាចក៏សួរបានបងប្អូនបាទត្រង់នេះរាប់ប្រហែលជាចូល10000កូនបងប្អូនបាទអានឹងចូល10000កូនហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណ